អត់សុខចិត្តទេដោយសារថាវិការដែលគាត់យកមកឲ្យខ្ញុំបានតែ80,000ទេឲ្យខ្ញុំទៅស្បត់ដុល្លារក៏ខ្ញុំទៅដែរបងហ៊ានស្បត់ទៀតចាខ្ញុំស្បត់បងដោយសារខ្ញុំអត់បានថាវិការចំនួន$1,300 $1,200ដូចគាត់និយាយទេខ្ញុំបានតែ80,000គាត់ឥឡូវបងស្រីដែលមានកូនបាទដែលមានក្បាលធំណាបាទដែលមានរឿងជាមួយនឹងប្រូស្នាដែលថាបាទប្រូស្នាបកគលជំនួយឲ្យដល់ទៅ$1,000 ជាងហើយមកថាជំនួយតែ80,000រៀលលុយខ្មែរនេះបាទឥឡូវកំពុងតែផ្ទុះលើបណ្ដាញ Facebook ពីម្សិលមិញខ្ញុំសម្ភាសប្រូស្នាបាទគាត់ថាបានជូនលុយបងឯង$1,300បាទក្នុងវីដេអូណាហើយប៉ុន្តែដោយសារតែខ្លាចគេដឹងតែច្រើនគេអត់ជួយទៀតអញ្ចឹងនិយាយគ្នាហើយដាក់តែ80,000បានហើយប្រកាសក្រែងលោថាប្រកាសទៅក្រែងលោមានអ្នកជួយបន្តហើយឥឡូវបងឯងកើតទុកមិនសុខចិត្តបាទគាត់មកស្នើព័ត៌មានបកស្រាយវិញបាទឥឡូវមានសួរចាមានសួរឈ្មោះអីដែរខ្ញុំឈ្មោះអួងឌីណាចាហើយនេះត្រូវជាកូនណាកូនខ្ញុំបងហើយបងខាងនោះត្រូវជាប្តីហើយឥឡូវកើតជារឿងរ៉ាវរហូតដល់ផ្ទុះលើបណ្ដាញ Facebook ថាបងឯងទទួលបានលុយគេ$1,000 ជាងហើយហេតុអីបានជាបងឯងទាមទារបន្ថែមទៀតចាបងខ្ញុំអត់សុខចិត្តទេដោយសារថាវិការដែលគាត់យកមកឲ្យខ្ញុំបានតែ80,000ទេហើយមានច្បាស់ណាបង80,000រៀល80,000រៀលចាបង80,000ហើយអង្គមកបេធំទឹកត្រីមួយយួរទឹកស្អៀវមួយយួរមីមួយកេះហើយនឹងខោទឹកនោមមួយដុំធំតែប៉ុណ្្នឹងទេបងខ្ញុំបានទទួលតែប៉ុណ្្នឹងទេហើយថ្ងៃដំបូងដែលគាត់បានចុះមកជួយខ្ញុំនោះទាំងប្តីទាំងប្រពន្ធគាត់នោះគាត់បានជូនខ្ញុំថាវិការចំនួន$50,000រៀលដែរតែប៉ុណ្្នឹងទេបងអូទៅថ្ងៃដំបូងឲ្យ$50,000ហើយក៏បានថតអីចឹងទៅណាចាបងចាហើយដល់ពេលបានជំនួយបានតែម្ដងណាចាបងបានតែម្ដងហ្នឹង80,000ហ្នឹង80,000ហ្នឹងចុះ$1,000 ជាងទៀតដែលប្រូស្នាគាត់បានប្រាប់ប្រកាន់ព័ត៌មានថាបងនិយាយមួយគាត់ថាបងជាអ្នកសុំកុំឲ្យគាត់ផ្សាយ$1,000 ជាងទៀតបងនិយាយស្មោះត្រង់បងបានអត់ចាបងខ្ញុំនិយាយលេពេលយប់ប្រើប៉ុន្តែលេពេលថ្ងៃអត់ប្រើប្រៀបដូចជាបងប្អូនទាំងគ្នាចេញទៅក្រៅដោយស្លៀកខោអត់ពាក់អាវអញ្ចឹងពេលយប់ហើយនឹងពេលថ្ងៃគឺជាពេលវេលាមួយដែលយើងត្រូវប្រើ skin care ដូចតែគ្នាទេប៉ុន្តែអ្នកខ្លះគាត់អត់ដឹងអំពីតម្រូវការក៏ដូចជាអត្ថប្រយោជន៍នៃការប្រើជាមួយនឹង day cream ថ្ងៃនេះមកខ្ញុំមកប្រាប់បងប្អូនទាំងគ្នាអំពីអត្ថប្រយោជន៍របស់ day cream TGN ដែលអាចជួយឲ្យគេបាន3 in 1នៅក្នុងនឹងជួយការពារកម្ដៅថ្ងៃលើពីលេធម្មតារហូតដល់60 បូកជួយបិទបាំងចំនួនម្សៅតំណម្សៅផាត់បានយ៉ាងស្អាតល្អចំនឹងប្រព័ន្ធស្បែកមុខដូចជាលេសរ៉ាយពេលយប់ដែរអញ្ចឹងបងប្អូនប្រើជាមួយនឹង day cream TGN នេះហើយគឺថាចំណេញខ្លាំងតែម្ដងជួយបានទាំងការពារហើយនឹងជួយបានស្បែកមុខបងប្អូនទាំងគ្នាទៀតសម្រាប់បងប្អូនដែលមានបញ្ហាស្បែកមុខបើប្រើជាឈុតវិញកាន់តែទទួលបានប្រសិទ្ធភាពពោះបន្ថែមទៀតសាប៊ូកក់សក់ Pit Care ជាផលិតផលសក់នាំចូលពីប្រទេសកូរ៉េដែលជួយព្យាបាលរាល់បញ្ហាសរសៃសក់ខូចបែកចុងសក់សំពងកើតអង្គែឡើងប្រេងសក់ជ្រុះនិងជួយបណ្ដុះសក់ថ្មីមានជ្រើសរើសតំណាងចែកចាយទូទាំង25ខេត្តក្រុងផងបងខ្ញុំនិយាយប្រកាសឲ្យខ្ញុំទៅស្បត់ដុល្លារក៏ខ្ញុំទៅដែរបងហ៊ានស្បត់ទៀតចាខ្ញុំស្បត់បងដោយសារខ្ញុំអត់បានថាវិការចំនួន$1,300 $1,200ដូចគាត់និយាយទេខ្ញុំបានតែ80,000គាត់ដែលគាត់ទៅយកជំនួយឲ្យខ្ញុំនឹងបានតែ80,000នឹងទេឲ្យខ្ញុំទៅស្បត់ដុល្លារក៏ខ្ញុំទៅដែរបាទហើយឥឡូវមិនបានទៅជួបប្រូស្នាហើយយើងអ្នកពឹងពាក់គេត្រូវអត់យើងអ្នកពឹងពាក់គេខ្ញុំឃើញគាត់ផុសក្នុង Facebook ជួយម៉ែកូនភ្លោះហើយខ្ញុំក៏ comment ទៅសុំថាបងសុំបងជួយកូនខ្ញុំផងគាត់ថាគាត់អត់តន់តបមកខ្ញុំទេហើយបានប្រហែលថ្ងៃបានគាត់ឆាតចូលមកខ្ញុំបាទ TikTok គាត់ថាសួរថាកូនខ្ញុំឈឺអីសួរតំណែងតំណងទៅខ្ញុំប្រាប់គាត់ថាអូនទឹកដក់គូក្បាលលិសងគូក្បាលពេទ្យគាត់អស់លទ្ធភាពហើយតែខ្ញុំចង់រកជំនួយដើម្បីជួយបន្តកូនតអាយុជីវិតកូននេះចង់អត់ប៉ុណ្្នឹងទេហើយយូរទៅគាត់ក៏ឆាតតាម Telegram មកខ្ញុំគាត់ថាបងស្អែកខ្ញុំទៅជួបបងខ្ញុំមានសម្លេងទាំងអស់ខ្ញុំមានកាត់តមានបានលុបឆាតទេគាត់ថាខ្ញុំលុបឆាតហើយគាត់ថាចេះអ្នកក្រអីចេះលេង TikTok ចេះលេង Facebook មានកងធនាគារបងអ្នកក្រមកខ្ញុំកាប់មុនខ្ញុំធ្វើការរោងចក្រមិនមែនខ្ញុំមកដេកស៊ីមើលថែកូនទេកាប់មុនខ្ញុំនៅមានការងាររោងចក្រហើយកងធនាគារក៏ខាងរោងចក្រគេធ្វើឲ្យដែរឥឡូវបញ្ជាក់ឡើងនឹងតិចណាដោយសារតែភាគីខាងប្រូស្នានោះថាបងមាន TikTok ណាលេងហើយចាបងខ្ញុំមានបងមានកងធនាគារមែនចាបងហើយចុះអាពេលហ្នឹងមិនក៏មិនប្រាប់គាត់ថាដាក់កងខ្លួនឯងចុះគាត់អត់មានបានសួរខ្ញុំទេបងគាត់មានសួរខ្ញុំថាចៃមកឯងមានកងធនាគារខ្លួនឯងអត់មានសួរខ្ញុំទេហើយពេលគាត់ទៅចុះទៅជួយខ្ញុំហ្នឹងគាត់ណែនាំខ្ញុំថាចៃបងឯងធ្វើតាមខ្ញុំទៅយកអូនធ្វើចៃឯងធ្វើ3អូនចេញពីពេទ្យខ្ញុំទៅជីកកាត់ឃើញចៃដនដូចវីដេអូគាត់ផ្សាយអញ្ចឹងជីកកាត់ចៃដនសួរខ្ញុំថាមកពីណាខ្ញុំថាមកពីពេទ្យហ្នឹងគាត់ប្រាប់ណែនាំខ្ញុំនឹងខ្ញុំនិយាយស្មោះត្រង់ហ៎បងហើយពេលដែលគាត់យកថវិកាទៅឲ្យខ្ញុំហ្នឹងក៏គាត់អត់បានថតនៅក្នុងបន្ទប់ដែរគាត់ថាំងនៅបន្ទប់ខ្ញុំញ៉ៃញ៉ៃឲ្យខ្ញុំទៅថតកន្លែងស្ងាត់ឡើងទៅថតកន្លែងស្ងាត់មួយគាត់ខ្ញុំក៏ទៅតាមគាត់ទៅកន្លែងស្ងាត់ក្នុងដុំបន្លាយតែនៅស្ទឹងជ័យដែរតែម្ដុំបន្លាយតែខ្ញុំអត់ដឹងថានៅម្ដុំណាទេគាត់ឲ្យខ្ញុំទៅខ្ញុំក៏ទៅតាមគាត់ឡើងទៅគួយក្រោយក្តិតឡានហ្នឹងគាត់យកគាត់ថតគាត់ថាអូលុយនៅក្នុងក្តិតឡានទៅយកសិនហើយគាត់ទៅយកលុយហ្នឹងមកគាត់ឲ្យខ្ញុំលាទេនឹកក្តោបនឹងឲ្យខ្ញុំដៃជាប់ប្អូននឹងខ្ញុំមិនបានរត់លុយកើតបងខ្ញុំរត់លុយអត់កើតទេហើយនឹកឃើញថាគាត់ជួយហើយយើងបានប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅណាបងប៉ុន្តែដល់ពេលខ្ញុំផុសថ្លៃម្ដងកូនគាត់បើជាមានបងសប្បុរសជនគាត់សួរថាថវិកាគេជួយឲ្យអូនច្រើនដែរខ្ទង់ពាន់មិនប្រហែលតែ80,000ហ្នឹង
ឆាតទៅសួរគាត់មើលមិនបានថៃវិការបានតែប៉ុណ្ណឹងដល់ពេលខ្ញុំឆាតទៅសួរគាត់ដោយសំឡេងតែបងក្រុមម៉ូតូធំនឹងគាត់ផុសចឹងហើយបងអំពូមីសួរខ្ញុំច្រើនពេកក៏ខ្ញុំទេឆាតទៅសួរសុំបងក្រុមម៉ូតូធំនឹងឲ្យគាត់ជួយយកធរឲ្យខ្ញុំនឹងដោះស្រាយរឿងនឹងឲ្យខ្ញុំគាត់ចូលទៅសួរចូលខមមិនចូលអីហ្នឹងអញ្ចឹងក៏កើតជារឿងចឹងមកណាកើតជារឿងវែងឆ្ងាយចឹងអញ្ចឹងអត់ត្រូវរើគ្នាទេណាចាបងក៏កើតផ្ទុះលើបណ្ដាញ Facebook ហើយមួយវិញទៀតគេថាបងឯងហ្នឹងយកកូនធ្វើអាជីវកម្មហ្នឹងយូរហើយអាហ្នឹងយើងមើលតាមខមមិនណាចាបងថាយូរហើយថាកូនហ្នឹងប្រហែលជាមិនមើលជាទេប្រហែលជាមិនរស់ទេប៉ុន្តែម្ដាយហ្នឹងព្យាយាមពយាអាយុកូនអីចឹងទៅដើម្បីយកធ្វើអាជីវកម្មចង់បានលុយពីបងប្អូនសប្បុរសជនអាហ្នឹងបងស្រ័យឡៃនឹងតិចបាទចាបងកូនខ្ញុំពេទ្យគាត់ថាអស់លទ្ធភាពជួយហើយគ្រាន់តែថាអូនខ្ញុំគាត់នៅដកដង្ហើមធម្មតាបាញ់តកោធម្មតាមុំអីធម្មតាទាំងអស់អូចឹងខ្ញុំមើលគាត់តាមដំណើរទៅចាខ្ញុំមើលគាត់តាមដំណើរមិនផងឲ្យខ្ញុំទៅបញ្ចប់ជីវិតកូនមែនឲ្យខ្ញុំទៅចាក់ថ្នាំកូនចឹងឲ្យមើលអស់លទ្ធភាពឲ្យយកទៅចាក់ថ្នាំបញ្ចប់ទៅមិនបាច់នៅទ្រាំធៀមើលវាទៀតទេឲ្យខ្ញុំធ្វើចឹងមែនខ្ញុំធ្វើចិត្តអត់បានទេបងដោយសារខ្ញុំជាកូនកំព្រាអត់ម៉ែអត់ឪម៉ែឪខ្ញុំយកខ្ញុំឲ្យគេតាំងពីខ្ញុំអាយុ8ឆ្នាំដល់ចឹងខ្ញុំមានប្រវត្តិឆ្អែតទៅខ្ញុំអត់ចង់បោះបង់កូនចោលទេខ្ញុំធ្វើអត់បានទេបងបានន័យថាបើគាត់រស់ដល់ពេលណាខ្ញុំយកពេលយើងចេះតែបច្រកដោះគោចេះតែកំដរគាត់ទៅចឹងរហូតទៅមើលថែគាត់ទៅណាពេលគាត់ធ្វើទុកខ្ញុំទៅពេទ្យទៅបាទឥឡូវរឿងរ៉ាវនេះបាទគឺខ្ញុំបាទហុយឧត្តមសារព័ត៌មានអង្គភាព30ព្រំសូមបាទសម្ភាសពួកគាត់តែម្នាក់មួយឃ្លីបទេដើម្បីបកស្រាយម្នាក់ម្ដងកុំឲ្យបងប្អូនថាព័ត៌មានកាន់ជើងខាងនេះព័ត៌មានកាន់ជើងខាងនោះគឺអត់ទេណាអញ្ចឹងបងស្រីបាទមានអ្វីចង់និយាយទៅកាន់មហាជនបាទខ្ញុំចង់និយាយប្រាប់បងអំពូមីងទាំងអស់ដែលបានជួយខ្ញុំហើយនឹងអូនខ្ញុំកន្លងមកដល់គ្រួសារខ្ញុំកន្លងមកខ្ញុំចង់ប្រាប់ថាថវិកាដែលខ្ញុំទទួលបានពីបងប្រុសបានតែ80,000រៀលទេពីមុនបាន50,000ដែលគាត់មកដំបងរួចមកគាត់យកថវិកាមកឲ្យខ្ញុំចុងក្រោយនេះបានតែ80,000រៀលទេសរុបទាំងអស់ឥឡូវយើងនិយាយទាំងអស់ទាំងមុនទាំងក្រោយប្រហែល85,000រៀលរួមទាំងអង្គបាទមានទាំងអង្គមកបេធំទឹកត្រីមួយយួរទឹកស៊ីអ៊ីវមួយយួរហើយនឹងខោទឹកនោមម្ដុំមីមួយកេះបានតែប៉ុណ្្នឹងទេបង